លោកតាតអ្នកធ្លាប់រស់នៅក្នុងព្រៃបើពុំនោះទេអ្នកពិតជាលំបាកនៅក្នុងការកេរនីជាសាច់ប្រាក់នៅគុណតម្លៃនៃព្រៃឈើសម្រាប់មនុស្សជាច្រើនគុណតម្លៃតែមួយគត់គឺកាប់ឈើនិងលក់យកប្រាក់គេទំនងជាមើលឃើញគុណតម្លៃផ្សេងទៀតត្រឹមតែតិចតួចប៉ុណ្ណោះដែលផ្ដល់ជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅមនុស្សជាច្រើនបានដឹងថាព្រៃឈើត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ជីវៈចម្រុះតាមពិតទៅព្រៃឈើជាជម្រកសម្រាប់សត្វនិងរុក្ខជាតិខុសៗគ្នាជាច្រើនប្រភេទដែលមានប្រមាណ 80% នៃជីវៈចម្រុះទាំងអស់ដែលរស់នៅលើដែនដីគោកនៃផែនដីយើងនេះព្រៃឈើក៏មាននាទីជាសួតនៃពិភពផែនដីយើងនេះផងដែរដោយមានតួនាទីក្នុងការស្រូបយកឧស្ម័នកាបូនិកនិងបង្កើតអុកស៊ីហ្សែនសម្រាប់យើងគ្រប់គ្នាដកដង្ហើមទន្ទឹមនឹងជួយកាត់បន្ថយកំណើនឧស្ម័នផ្ទះកញ្ចក់សម្រាប់មនុស្សព្រៃឈើផ្ដល់ដោយផ្ទាល់នៅរបបចិញ្ចឹមជីវិតសម្រាប់មនុស្សជាច្រើនសិបលាននាក់នៅទូទាំងពិភពលោកនិងជាប្រភពនៃឱសថសារធាតុគីមីនិងរបបកំហើញវិទ្យាសាស្ត្រផ្សេងទៀតជាច្រើនដែលយើងស្មានមិនដល់និយាយដោយខ្លីព្រៃឈើគឺជាផ្នែកដ៏សំខាន់នៃមនុស្សនិងសត្វមានជីវិតនៅលើពិភពផែនដីដ៏តូចមួយនេះនៅក្នុងភាពយន្តនេះយើងនឹងផ្ដោតលើតួនាទីរបស់ព្រៃឈើនៅក្នុងការទាក់ទាញទឹកនិងក្នុងការផ្ដល់ទឹកព្រៃឈើរបស់យើងមានតួនាទីសំខាន់ជាអាយុជីវិតក្នុងការផ្គត់ផ្គង់ទឹកកាត់បន្ថយកំណត់ល្បាប់និងជួយកាត់បន្ថយឥទ្ធិពលនៃទឹកជំនន់និងគ្រោះរាំងស្ងួតព្រៃឈើផ្ដល់ទឹកដល់ទន្លេរបស់យើងដែលជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់យើងដែលផ្ដល់ទឹកសម្រាប់ផឹកសម្រាប់កសិកម្មសម្រាប់ការដឹកជញ្ជូននិងសម្រាប់ជាជម្រកនៃត្រីជាប្រភពនៃអាហារដ៏សំខាន់សម្រាប់ប្រទេសយើងផងដែរនៅពេលដែលបឹងទន្លេសាបជន់លិចរៀងរាល់ឆ្នាំព្រៃឈើរបស់យើងផ្ដល់សារធាតុចិញ្ចឹមយ៉ាងសំខាន់ដែលជួយបង្កើនផលិតផលស្រូវនិងមានតួនាទីសំខាន់ក្នុងការទ្រទ្រង់ធនធានជលផលរបស់យើងផងដែរទឹកផ្សារភ្ជាប់រវាងសត្វនិងរុក្ខជាតិគ្រប់ប្រភេទដែលរស់នៅលើផែនដីហើយទន្លេគឺជាឧទាហរណ៍ច្បាស់លាស់ជាងគេអំពីថាតើព្រៃឈើអាចមានឥទ្ធិពលបែបណាមកលើវត្តមានទឹកដោយឃើញមាននៅក្នុងខេត្តបាត់ដំបងដែលនៅក្នុងរយៈពេល2ទសវត្សរ៍កន្លងទៅនេះព្រៃឈើជាច្រើនបានបាត់បង់ឥទ្ធិពលមកលើមូលដ្ឋានបណ្ដាពីការបាត់បង់ព្រៃឈើមានកម្រិតធ្ងន់ធ្ងរនៅទីនេះសូម្បីតែកូនភ្នំតូចៗក៏គ្មានព្រៃឈើដែរហើយស្ទឹងជាច្រើនរីងស្ងួតភ្លាមក្រោយពេលរាំងភ្លៀងពីដើមឡើយតំបន់នេះវានៅព្រៃច្រើនអញ្ចឹងបើប្រៀបធៀបនឹងមកដល់បច្ចុប្បន្ននេះវាអាចខុសគ្នាដែរពីដើមឡើយព្រៃនៅព្រៃច្រើនបើឧទាហរណ៍ថាដូចជាភ្លៀងធ្លាក់វាអាចដូចជាទៀងទាត់ជាងមុនជាងឥឡូវដែរហើយមិនមែនដែលមានប៉ះពាល់នឹងខ្យល់ឃើញថាខ្យល់ព្យុះខ្យល់អីយ៉ាងណាក៏អត់មានដែរអញ្ចឹងណាហើយការរស់នៅរបស់បងប្អូនយើងថានៅព្រៃច្រើនវាអាចស្រួលជាងមុនស្រួលចង់និយាយថាស្រួលចំនួនព្រៃនោះយើងស្រួលចេញចូលរោតាំងពីមហូបអាហារតាំងពីសត្វប្រឡត់អីផ្សេងក៏វាងាយស្រួលជាងមុនដែរហើយបើប្រៀបធៀបពីមុនមកដល់ឥឡូវនេះវាខុសគ្នាលំបាកការលំបាកវាមានច្រើនដែរមកត្រង់ថាវាឆ្លាស់អស់រលីងអត់មានព្រៃទេមានតែដំណាំដូចជាកសិកម្មដំណាំផ្សេងអញ្ចឹងទៅដល់អញ្ចឹងទៅខ្ញុំតាមដានមើលពេលដើមរដូវវស្សាម្ដងមានខ្យល់ព្យុះខ្យល់តែមានការខ្យល់បាក់បោកខ្លាំងអញ្ចឹងមានហើផ្ទះបងប្អូនយើងមានការស្អីធំដុំអញ្ចឹងហើយតាំងពីការទឹកប្រើប្រាស់ក៏ដូចគ្នាដែរទឹកចំនួននៅព្រៃជីកបន្តិចទេអាចចេញទឹកហើយទឹកថ្លាស្អាតទៀតដល់ពេលយើងអស់ព្រៃឈើទៅបងប្អូនយើងជីកស្រះដោយគ្រឿងម៉ាស៊ីនទឹកនៅតែមិនស្អាតនៅតែទឹកសស្គុះដដែលបាទគ្រូចាការពីមានព្រៃជីកតែត្រឹម15ម៉ែត្រទៅ20ម៉ែត្រគឺចេញទឹកដល់អត់ព្រៃនេះទៅ30ទៅ40ម៉ែត្រមិនបានទឹកហ
ហើយបើនិយាយពីទឹកអូវិញរីងឈ្ងួតអស់ហើយអត់មានអូទេរាក់អស់ហើយអត់មានទឹកទេប្រើបានតែទឹកម្ដងសូម្បីតែជីកស្រះប្រើប្រាស់ក៏អត់មានដែរហើយជីកអានដងដៃយើងធម្មតាដងលូនោះអត់ចេញទេអានឹងវារាក់ពេកចាទល់តែ30ម៉ែត្រ40ម៉ែត្រទៅมันបានទឹកចេញចាវាផលប៉ះពាល់អញ្ចឹងដែលអត់ពីព្រៃឈើទៅក្តីបារម្ភរបស់ខ្ញុំគឺសំខាន់ជាខ្លួនផ្ទាល់ឬជាពលរដ្ឋគឺព្រួយបារម្ភពីជីវភាពជាពលរដ្ឋរស់នៅដែលអត់ធម្មជាតិដែលខ្វះដើមឈើនោះគឺទី1ទឹកភ្លៀងចាទី2ទៀតខ្លាចក្រែងលោថាដល់វាអស់ដើមឈើកាន់តែខ្លាំងទៅអាណ្ដូងគូជីកដល់30-40ម៉ែត្រក៏អត់ចេញទឹកគឺខ្ញុំភ័យព្រួយបារម្ភអញ្ចឹងដល់ក្មេងៗជំនាន់ក្រោយតទៅទៀតចាឥឡូវនេះតំបន់ព្រៃឈើគឺអស់លលីងវាលហើយដល់ឲ្យប្រជាជនយើងខ្ញុំកើតជាជំងឺរាករូសជំងឺផ្សេងរាតត្បាតគ្រប់ប្រជាជនយើងខ្ញុំជំនាញព្រំដែននេះខាស់អស់ទឹកបងបួរអស់តាំងពីអស់ព្រៃឈើមកខាស់អស់លីងហើយដល់ឲ្យក្តៅហុះប្រជាជនក៏បាក់អត់មានទឹកភ្លៀងការកើតផលក៏ពិបាកសង្ឃឹមទឹកភ្លៀងក៏ភ្លៀងអត់ទៀងទាត់ដែលពីមុនយើងមានដើមឈើព្រៃឈើច្រើនហើយនឹងសប្តាហ៍ថ្ងៃនេះយើងបាត់បង់ព្រៃឈើក៏វាអាចប៉ះពាល់ទៅនឹងទឹកក្រោមដីដែរដោយសារមូលហេតុជាច្រើនយ៉ាងពេលខ្លះគឺប្រជាពលរដ្ឋគាត់បានជួលអ្នកភូមិឯកជន